ពេលនេះមិនមែនជាពេលដែលយើងត្រូវហែកហួរគ្នាមិនមែនជាពេលដែលយើងត្រូវឆ្លោះគ្នាទេគឺជាពេលដែលយើងត្រូវសាមគ្គីជាតិតែមួយណាទាំងរដ្ឋាភិបាលណាទាំងប្រជាជនណាទាំងប្រសង់ហើយនឹងបណ្ដាអង្គការក៏ដូចជាសាសនាដទៃៗហ្នឹងគឺត្រូវរួបរួមគ្នាសាមគ្គីគ្នាជាតិតែមួយហ្នឹងហើយហើយមួយទៀតណាតួយ៉ាងដូចនៅក្នុងគណៈពេលនេះអ្នកដែលប្រកាន់និន្នាការបកដទៃអីក៏គួរតែផ្អាកការប្រឆាំងសិនទៅព្រោះការប្រឆាំងខ្លះវាអត់ត្រូវទំនងទេប្រឆាំងទៅទាំងខុសទំនងបើប្រឆាំងហើយនឹងវាចំណេញដល់ជាតិមិនអីទេប៉ុន្តែបើប្រឆាំងហើយបំផ្លាញជាតិខ្លួនឯងកុំប្រឆាំងអីយើងត្រូវគិតណាកុំដើម្បីប្រយោជន៍ផ្ទាល់ខ្លួនយើងគិតថាអ្នកប្រឆាំងមួយចំនួនប្រកាសថាខ្លួនធ្វើដើម្បីជាតិតែតាមពិតពួកគេធ្វើដើម្បីការគ្រប់គ្រងធ្វើដើម្បីតែប្រយោជន៍ខ្លួនឯងទេណារឿងទាំងអស់ហ្នឹងអត់គួរទេណាប្រឆាំងក៏ប្រឆាំងចុះប៉ុន្តែណាត្រូវប្រកាសថាការប្រឆាំងហ្នឹងជាប្រយោជន៍ដល់ជាតិបើប្រឆាំងទៅហើយណាជាទុកលំបាកណាដល់ជាតិណាធ្វើឲ្យប្រជាពលរដ្ឋនឹងលំបាកធ្វើឲ្យប្រទេសជាតិយើងនឹងកាន់តែលំបាកស្ថិតនៅក្នុងភាពលំបាកហើយវាធ្លាក់ទៅកាន់តែការលំបាកលើសមុនទៅទៀតកុំធ្វើអីណាអញ្ចឹងសូមណាចម្រើនពរថាគ្រប់និន្នាការនយោបាយបកទាំងអស់ក៏ណាបើប្រឆាំងទៅមិនចំណេញដល់ជាតិទេកុំប្រឆាំងអីណាគួរតែងាកមកបង្កើតគោលនយោបាយណាមួយដើម្បីជួយរដ្ឋាភិបាលបច្ចុប្បន្នក៏ខំប្រឹងណាពីលទ្ធភាពឲ្យគ្រប់ក្រសួងស្ថាប័នអីផ្សេងចូលរួមចំណែកជួយទាំងអស់អញ្ចឹងមកយើងអ្នកប្រកាន់និន្នាការនយោបាយអីផ្សេងក៏គួរតែចូលរួមមកជួយហើយបើសួរថាជួយអីបានខ្លះវានៅតាមកម្រិតដដែលទេដូចថារដ្ឋាភិបាលបច្ចុប្បន្នដែលកំពុងតែកាន់អំណាចហ្នឹងនៅក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងនាមអីលោកមានសិទ្ធិសម្រេចលោកមានសិទ្ធិនៅក្នុងការចុះកិច្ចព្រមព្រៀងក៏ដូចជាបើនិយាយឲ្យស្រួលទៅគឺជាក្បាលម៉ាស៊ីនជាអ្នកកាច់ចង្កូតប្រទេសអញ្ចឹងមានសិទ្ធិកំណត់ហើយមួយទៀតក្នុងនាមយើងប្រជាជនយើងមានសិទ្ធិបញ្ចេញមតិមានសិទ្ធិអីផ្សេងក៏ដូចជាចូលរួមចែករំលែកជាមួយរដ្ឋាភិបាលក៏ដូចជាជាមួយបងប្អូនជនរួមជាតិខ្មែរយើងហើយមួយទៀតបើក្នុងនាមបកនយោបាយណាដែលក្រៅអំពីរដ្ឋាភិបាលហ្នឹងក៏អាចរួមចំណែកចូលរួមបានព្រោះធម្មតាបើសិននិយាយអំពីចង់ជួយជាតិមែនណាយើងបង្កើតចេញជាបកមួយហើយមិនមែនតែវិធីសាស្ត្រដើម្បីជួយជាតិឲ្យណារីកចម្រើនឬក៏ដើម្បីជួយជាតិឲ្យរួចផុតអំពីទុក្ខលំបាកពីការឈ្លានពានពីជាតិសាសន៍ដទៃហ្នឹងយើងធ្វើមិនបានទេអញ្ចឹងកុំដើម្បីតែមហិច្ឆតាណារបស់ខ្លួនធ្វើឲ្យមានសេចក្តីទុក្ខលំបាកដល់ប្រជាជាតិទាំងមូលនឹងសូមចម្រើនពរជូនអញ្ចឹងណាសូមចម្រើនពរជូនអញ្ចឹងណាកុំដើម្បីតែមហិច្ឆតារបស់ខ្លួនធ្វើឲ្យប្រជាជាតិក៏ដូចជាប្រជាជនមានសេចក្តីទុក្ខលំបាកកាន់តែខ្លាំងជាងនេះណារាល់ថ្ងៃគ្រាន់តែការឈ្លានពានរបស់គេមកលើជាតិសាសន៍យើងឈឺចាប់ណាវាពិបាកណាស់ទៅហើយជាការផ្ដាំផ្ញើរបស់ខ្ញុំកណាអាត្មាសូមតែពិតប្រកេនថាយើងរស់នៅលើទឹកដីណាយើងកើតនៅលើទឹកដីណាសូមធ្វើការដឹងគុណលើទឹកដីនោះលើទឹកដីដែលយើងបានកើតលើទឹកដីដែលយើងកំពុងតែរស់នៅកណារឿងរ៉ាវទាំងអស់ហ្នឹងយើងឈឺចាប់ណាស់ហើយកន្លងមកយើងត្រូវការជាតិតែពេលនេះគឺជាពេលមួយដែលជាតិត្រូវការយើងបញ្ឈប់រាល់សំណួរទាំងអស់ដែលយើងធ្លាប់សួរថាតើរាល់ថ្ងៃនេះជាតិបានជួយអីខ្លះដល់យើងតែត្រូវសួរខ្លួនឯងវិញតើបានជួយអីខ្លះដល់ជាតិតើបានធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់ជាតិណាសួរខ្លួនឯងតាក់ទងពីចំណុចទាំងអស់ហ្នឹងកណាហើយបើសួរឲ្យឃើញចម្លើយហើយដឹងថាកន្លែងណាដែលយើងមិនទាន់ធ្វើមិនទាន់សងគុណដល់ជាតិធ្វើទៅចូលរួមចំណែកទៅណាគ្រប់គ្នាទាំងអស់ការសាមគ្គីនេះជាកម្លាំងដ៏ធំមួយណាប្រទេសជាតិមួយបើថាបែកបាក់សាមគ្គីផ្ទៃក្នុងហើយខាងក្រៅគឺងាយឈ្លានពានណាប៉ុន្តែបើសិនជាកម្លាំងពីខាងក្រៅនឹងខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែយើងមានកម្លាំងពីខាងក្នុងណាដោយការគ្រប់គ្រងទាំងជួរមុខជួរក្រោយហ្នឹងគឺមានកម្លាំងស្មារតីជាតិតែមួយណាដូចគ្រប់បណ្ដាសាសនាទាំងអស់ណាគ្រប់បណ្ដាស្ថាប័នទាំងអស់គ្រប់បណ្ដាបកនយោបាយទាំងអស់ប្រជាជនជាមួយរដ្ឋាភិបាលណាគ្រប់ព្រះអង្គគ្រប់គ្នាទាំងអស់មានការសាមគ្គីជាតិតែមួយសត្រូវអត់អាចឈ្លានពានអត់អាចធ្វើអីយើងបានទេប៉ុន្តែនៅពេលដែលយើងបាត់បង់សាមគ្គីភាពនៅពេលដែលយើងអស់នៅភាពសាមគ្គីពេលនោះហើយញាតិញោមសត្រូវគឺងាយនឹងឈ្លានពានយើងជាទីបំផុតអញ្ចឹងជាការផ្ដាំផ្ញើពិតប្រកេនកណ្ដាគុណចាស់ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់សូមមាននៅការសាមគ្គីក៏ដូចជាការដឹងគុណចំពោះប្រទេសជាតិចំពោះទឹកដីដែលយើងកំពុងរស់នៅក៏ដូចជាទឹកដីកំណើតរបស់យើងដែលគ្រប់ព្រះអង្គគ្រប់គ្នាសូមអរគុណនិងអរគុណ